បាទថ្ងៃនេះដាក់ខ្ញុំបាទរឿងធារាក៏សូមលើកយកនៅអត្ថបទមួយនិយាយអំពីប្តីប្រពន្ធបាទប្តីប្រពន្ធប្រសិនបើយើងឆ្លោះគ្នាសូមកុំចេញពីផ្ទះការពិតទៅមនុស្សស្រីគឺភាគច្រើនគឺគាត់មានទទួលបន្ទុកច្រើននៅពេលដែលឆ្លោះគ្នាគឺមនុស្សស្រីយើងកើតមកគឺកម្មតាំងពីពេលកើតមកមិនតែគាត់ត្រូវរស់នៅធ្វើជាកូនល្អរស់នៅដូចជាសម្ពុតក្នុងភ្នំចាស់ធ្វើជាកូនល្អហើយពេលដែលមានគ្រួសារត្រូវរៀបចំខ្លួនធ្វើជាប្រពន្ធដ៏ល្អទៀតប្តីប្រពន្ធប្រសិនបើយើងឆ្លោះគ្នាសូមកុំចេញពីផ្ទះមនុស្សប្រុសក៏ដូចគ្នាមនុស្សស្រីក៏ដូចគ្នាដែរបើនិយាយចេញទៅគឺមនុស្សស្រីហ្នឹងមករាល់ពេលដែលយើងមានចំនួននៅក្នុងវិវាទប្តីប្រពន្ធយើងត្រូវចាំទុកថាយើងឆ្លោះគ្នាដោយសារតែយើងវិញញែករោគអ្នកខុសនិងរោគចំណុចត្រូវចំណុចល្អការពិតទៅអំឡុងពេលដែលយើងកំពុងតែឆ្លោះគ្នានោះវាគ្មានហេតុផលណាដែលត្រូវឲ្យបុគ្គលណាឈ្នះទេវាគ្រាន់តែជាវិវាទមួយដែលយើងកំពុងតែដោះស្រាយអាចនិយាយបានថាមកពីការយល់ច្រឡំឬក៏ការធ្វើទៅដោយមិនដឹងថាខ្លួនមានកំហុសប៉ុន្តែចំណុចសំខាន់គឺនៅពេលដែលឆ្លោះគ្នាយើងកម្រិតកំចាក់ចេញពីផ្ទះអសោះដូចមនុស្សប្រុសចឹងបើបាត់មកមនុស្សស្រីបាត់មកយប់ចាំមើលញាតសន្តានគិតអូមនុស្សទៅចេះមនុស្សទៅចុះវាទៅនេះហើយវាទៅនោះនិយាយឲ្យចុះតែត្រង់មនុស្សប្រុសបាត់វិញអាខ្លះបាត់មកទឹកទេនោះមាននរណានិយាយអត់អញ្ចឹងថាមនុស្សប្រុសនិងមនុស្សស្រីខុសគ្នាបាទអញ្ចឹងថាមនុស្សប្រុសចង់និយាយធ្លាក់ផុកធ្លាក់ភក់ចង់ឲ្យបាត់មកទឹកមិនក៏នៅតែល្អដែរតែបើសិនជាមនុស្សស្រីវិញណាមនុស្សស្រីវិញបើសិនជាយើងបាត់តែពីផ្ទះតែមកយកបងប្អូនសាកមើលមិត្តរីយើងសាកមើលបងជួយបើមិននិយាយតែយើងទៅនេះទៅនោះទៅផ្លូវដែលមិនល្អណានៅពេលដែលឆ្លោះគ្នាយើងកុំចាក់ចេញពីផ្ទះហ្មងយើងត្រូវដោះស្រាយគ្នាឬក៏អាចនិយាយបានថាដល់ពេលដែលអារម្មណ៍យើងស្ងប់ស្ងាត់បន្តិចទៅយើងចរចាគ្នាថ្មីព្រោះអីយ៉ាងណាក៏យើងប្តីប្រពន្ធវាអត់មានតែត្រូវជាសត្រូវអីយើងផងយើងចរចានេះទៅឲ្យយើងវេកញែកមកដល់បងខុសណាអូនអភ័យអូនខុសបងអភ័យវាពិតតែប៉ុណ្្នឹងឯងសំខាន់បំផុតយើងកុំចាក់ចេញគ្នាបងប្អូនត្រូវចាំទុកថាចានៅក្នុងរាវវាគង់អាប៉ះទៅទៀតប្តីប្រពន្ធដូចអណ្ដាតមួយថ្មីអញ្ចឹងយើងឆ្លោះគ្នាយើងតែពីរអ្នកប្តីប្រពន្ធទៅចងមុំហើយយើងជជែកគ្នាលេងចេះចុះបងឥឡូវបងចេះអូនចេះតែប៉ុណ្្នឹងទៅវាចប់ហើយ